Ok,សួស្តីអ្នកនរគ្នាថ្ងៃនេះយើងនឹងបន្តមេរៀនទៀតទាក់ទងនឹងការប្រកបជនជាអ្នកបូកស្រៈចឹងអ្នកគ្នាអានតាមខ្ញុំទី1课មេរៀនទី1汉语拼音វិធីប្រកបភាសាចិនធូទីប្រែថាដីអ្នកគ្នាមើលនេះគឺអក្សរthបូកស្រៈ u សំឡេងទី3ធូតបូកស្រៈ e សំឡេងទី4ទីធូទីប្រែថាដីតាមីនេះគឺព្យញ្ជនៈតបូកស្រៈ a សំឡេងទី4តានេះព្យញ្ជនៈមបូកស្រៈ e សំឡេងទី3មីតាមីប្រែថាអង្គម៉ាប្រែថាសេះនេះគឺព្យញ្ជនៈមបូកស្រៈ a សំឡេងទី3ម៉ាតមកទៀតនេះគឺជាព្យញ្ជនៈthបូកស្រៈ u សំឡេងទី4ធូប្រែថាតុនសាយអូខេអ្នកនរគ្នាថ្ងៃនេះមេរៀនយើងរៀនតែប៉ុណ្្នឹងទេជួបគ្នានៅមេរៀនបន្តទៀតអរគុណ